សួស្តីអ្នកគ្នាថ្ងៃនេះយើងមកព្រាមបង្កើត ID យ៉ាងណាគ្នាតើរបៀបបង្កើត ID ត្រូវតែជាដំបូងណាអ្នកគ្នាខនតើចូលមកកន្លែងត្រេបីយ៉ាងអ្នកគ្នានេះខ្ញុំបង្ហាញចំណុចដែលសំខាន់ឥឡូវចូលមកដល់យើងចុចកន្លែង prop អ្នកគ្នាកន្លែងនេះមកចុចកន្លែង prop ខាងនេះមកហើយដល់អ្នកគ្នាចុច account content ណាចុចកន្លែង account content យើងនឹងទៅឬហើយអ្នកគ្នាចុចកន្លែង editor tick នោះមកកន្លែងនេះវាយនោះអ្នកគ្នាសរសេរឈ្មោះអ្នកគ្នាហ្នឹងពេលអ្នកគ្នាសេឈ្មោះហ្នឹងអ្នកគ្នា complete ដាក់អក្សរសាវនាពីក្រោយហើយនឹងលេខ3ខ្ទង់នៅក្រោយផងណាហើយចុច OK តើឥឡូវយើងបានណាអ្នកគ្នាចុចតើបើអ្នកគ្នាណាដែលគាត់ចង់បានទៀតតាមចិត្តអីហ្នឹងអាចទៅដល់សាការៈ ID បាននៅមានទៀតតាមចិត្តយើងណាអ្នកគ្នាឬមួយក៏ចូលទៅកាន់ TikTok ដើម្បីយក ID មកក៏បានដែរនេះវិញគឺមានតែស្រាប់មកអបបាក់ ID ឯងតែបើអ្នកគ្នាចង់វាយក៏វាយទៅហើយឥឡូវនេះគឺថារួចហើយអ្នកគ្នាឃើញផ្កាជ្រូកគាត់ទៀតណាអ្នកគ្នាគឺថាឡងដូចជាយកបែបមកឯអ្នកគ្នាហើយនេះមិនទេហើយអ្នកគ្នាប្រភេទហាងនៅចិត្តសមុទ្រតែអ្នកគ្នាពេលយើងញ៉ាំអីចឹងទៅមានហាងអូខេចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនអ្នកគ្នាណាដែលគាត់ចង់បាន ID ផ្ទះ complete ធ្វើ ID មកចាំខ្ញុំធ្វើឲ្យបើអ្នកគ្នាណាដែលគាត់ចង់បានវីដេអូលើក្រោយទៀត complete តាមដាន channel របស់ខ្ញុំបាយបាយ